បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំធ្វើវីដេអូមួយទាក់ទងនឹងរបៀបដូរ password បងប្អូនណាបាទរបៀបដូរ password នៅក្នុង account Tech Market របស់យើងបាទអញ្ចឹងនៅពេលដែលបងប្អូនចង់ដូរបងប្អូនចុចសញ្ញា tray 4នេះមកបងប្អូនយកពាក្យ My Profile បាទអញ្ចឹងបន្ទាប់ពីចូលកន្លែង My Profile ហើយបងប្អូនអុំមកក្រោមឃើញពាក្យ password អញ្ចឹងបងប្អូនคลิกលើពាក្យ password ហ្នឹងមកបាទអានេះគេតម្រូវឲ្យបងប្អូនវាយ password ចាស់បាទបន្ទាប់ពីបងប្អូនវាយ password ចាស់ហើយបងប្អូនវាយ password ថ្មីបាទបងប្អូនវាយ password ថ្មីហើយបងប្អូនវាយ password ថ្មីបញ្ជាក់ម្ដងទៀតបាទរួចហើយចុចពាក្យ save នេះបាទនៅពេលដែលវា save ជោគជ័យវាប្រាប់បងប្អូនថា save ជោគជ័យហើយអញ្ចឹងណាបងប្អូនអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាដោយសារតែឥឡូវនេះចោលសម្បូរដូច្នេះ email ហើយនិង password របស់យើងមិនត្រូវឲ្យអ្នកណាម្នាក់ដឹងទេបងប្អូនហើយបើសិនជាយើងមានអារម្មណ៍ថាអត់ទុកចិត្តបាទល្អបំផុតបងប្អូនស្រោតក្នុងការដូរ password ឲ្យលឿនព្រោះ account យើង account មានលុយអញ្ចឹងណាបងប្អូនបាទទី1password ចាស់បាទវាយ password ចាស់មកតមកវាយ password ថ្មីត password ថ្មីហើយបញ្ជាក់ password ថ្មីម្ដងទៀតវាហើយចុចពាក្យ save នេះតែម្ដងអានេះខ្ញុំអត់វាយកុំឲ្យបងប្អូនដឹង password របស់ខ្ញុំប៉ុណ្ណឹងប្រាប់ទេបងប្អូនណាបាទអញ្ចឹងវីដេអូរបៀបដូរ password គឺមានតែប៉ុណ្្នឹងទេបងប្អូនណាបាទអញ្ចឹងថែរក្សា account ខ្លួនឯងឲ្យសុវត្ថិភាពទាំងអស់គ្នាណាបងប្អូនអូខេ